ពេលព្រះអង្គត្រាស់ដឹងគឺព្រឹត្តទៅដោយកាយវិវេកចឹងទៅហ្នឹងហើយហ្នឹងគឺអ្វីដែលពុទ្ធអង្គទ្រង់បញ្ជាក់ថាគាត់បានជាពុទ្ធហើយណាមិនដែលប្រាប់អ្នកទាំងឡាយពីមុនមកទេហ្នឹងហើយដើម្បីឲ្យបញ្ញវគិជឿព្រះអង្គសំខាន់ណាការជឿហ្នឹងហ្នឹងហើយចឹងបានពុទ្ធបរិស័ទយើងដូចថាម្យ៉ាងជួយខ្លួនឯងហ្នឹងហើយបានជាបុគ្គលល្អហើយយ៉ាងទៀតក៏ជួយដល់អ្នកដទៃហ្នឹងឯងក្នុងការដែលត្រូវរក្សាអ្នកដទៃហ្នឹងក៏ដើម្បីរក្សាខ្លួនឯងក៏រក្សាអ្នកដទៃចឹងនៅក្នុងន័យថាដើម្បីតបស្នងសងគុណអ្នកដទៃដែលខំជ្រះថ្លាខំស្រឡាញ់មេត្តាបិតាក្រៃលែងណាស់ចឹងយើងត្រូវធ្វើជាកូនល្អសិស្សល្អហ្នឹងឯងធ្វើជាប្រជាពលរដ្ឋល្អពុទ្ធបរិស័ទល្អអញ្ចឹងហ្នឹងឯងបព្វជិតល្អយើងប៉ះខាតអីមកយ៉ាងណាយើងបានជីវិតនៅរស់ចឹងប្រើប្រាស់ជីវិតចុងក្រោយហ្នឹងប្រឹងប្រែងហើយបានជានោះល្អជាប្រយោជន៍រួមចំណែកថែរក្សាពុទ្ធសាសនាទៅនឹងឯងចឹងហ្នឹងហើយក្តីល្អរបស់យើងហ្នឹងក៏វាតាកទួងពីអ្នកអតីមកដែរណាមិនអ្នកអតីបញ្ចូលមកឲ្យបានទេប៉ុន្តែវិជាបកតោបនិស្សយបច្ច័យហ្នឹងហើយដើម្បីតបស្នងសងគុណអ្នកដែលស្រឡាញ់គោរពរាប់អានយើងត្រូវទៅជាបុគ្គលល្អហ្នឹងហើយជាកល្យាណមិត្តថា100%អីចឹងទៅធ្វើម៉េចកិលេសវានៅមានណានៅខ្វះខាតអីមិនមកប៉ុន្តែថាយកខ្លួនឯងជាឧបមាចឹងទៅហ្នឹងហើយដឹងថាយើងក៏នៅមានការខ្វះខាតអីចឹងទៅយើងចេះតែឲ្យអភ័យដល់អ្នកអតីតទៅហ្នឹងឯងសំខាន់ដូចយើងរាប់អានអីគ្នាហ្នឹងវាគ្រាន់តែថាបានភាពស្រឡាញ់ស្មោះប៉ុណ្ណឹងល្អណាស់ហើយណាយើងកុំទៅរស់ស្អីឲ្យត្រូវចិត្តយើងសັບគ្រប់ជួនកាលអ្នកអតីល្អទេវាអត់ត្រូវចិត្តយើងហ្នឹងឯងក៏មានដែរមិនចាំបាច់និយាយដល់ទៅអ្នកអតីមិនល្អជួនកាលគេមិនល្អបែរទៅជាត្រូវចិត្តវិញក៏មានដែរហ្នឹងឯងមិនប្រកបជាថាត្រូវចិត្តយើងហ្នឹងសិតតែជាកុសលទេអាចត្រូវជាមួយលោភៈមោហៈអីតាមហ្នឹងអញ្ចឹងគឺយើងពិចារណាដល់លក្ខណៈនៃពេលវគ្គហ្នឹងថាជាប្រយោជន៍ដែលយើងខ្សែគប់ជាមួយខ្លួនឯងហ្នឹងជាពិសេសហើយចឹងហ្នឹងឯងពុទ្ធអង្គសម្ដែងណដ្ឋិពាលេសហាយតាគុណមានសីលគុណជាដើមហ្នឹងមិនមាននៅក្នុងបុគ្គលពេលណាអញ្ចឹងយ៉ាងណាមិញយើងជាបុគ្គលងងខ្លៅគឺមិនមែនជាមិត្តនៃខ្លួនឯងឡើយហ្នឹងនរណាមិនមែនជាមិត្តហ្នឹងតាមហ្នឹងតែថាយើងចាំបាច់ត្រូវតែជាមិត្តល្អជាមួយនឹងខ្លួនយើងហ្នឹងឯងមាននៅក្នុងវិជាដកព្រះរមពុរិស័ទជាហង្សជាដំណើរមហាហង្សៈជាដកអីហ្នឹងជាប់ចំណងទៅក៏ប្រាប់ហង្សជាបរិវារហ្នឹងក្នុងការនោះព្រះអនន្តជាមិត្តសម្លាញ់វាអត់មានជាមួយនឹងបុគ្គលដែលជាប់ចំណងទេហ្នឹងគឺដូរពីលេមកជាពន្ធេណដ្ឋិពន្ធេសហាយតាហ្នឹងហើយមិត្តសម្លាញ់វាអត់មានជាមួយនឹងបុគ្គលដែលជាប់ចំណងទេតែព្រះអនន្តក៏ប្រកាសពីភាពជាមិត្តហ្នឹងហើយហ្នឹងខ្ញុំណាគ្រាន់លើកថាបើខ្លួនយើងជាអ្នកជាប់ចំណងរបស់មាក្នុងโลกហ្នឹងវាមិនអាចជាសម្លាញ់នៃខ្លួនឯងទេហ្នឹងហើយចុះសម្លាញ់អីវាជាប់ចំណងហើយហ្នឹងដល់ក្នុងន័យហ្នឹងហ្នឹងហើយចឹងក្នុងរឿងដែលកំណាត់ឈើហ្នឹងมันជាប់ចម្ពាក់ជាមួយនឹងតកូលហ្នឹងហើយហើយក៏មិនជាប់ចម្ពាក់អីជាមួយនឹងទេវលោកអីចឹងណាហ្នឹងហើយហ្នឹងបានអមនុស្សមិនបានចាប់យកទៅមិនត្រូវទឹកវល់គឺបញ្ញកម្មគុណគួចពលិចហើយមិនស្អុយក្នុងទៀតគឺមិនទ្រុសិលនឹងគឺបានដល់មហាសមុទ្រគឺព្រះនិព្វានហើយចា៎ហើយនៅក្នុងលំសារដែលថាយើងស្រឡាញ់ខ្លួនយើងចា៎ប៉ុន្តែ
ហើយយើងខ្សែគប់គ្នាមានមិត្តមានភ័ក្រអញ្ចឹងចងចាំទុកផងណាហ្នឹងហើយយើងកុំដូចថាទៀមទាយល់អ្វីឲ្យតែត្រូវចិត្តយើងអធិស្ឋានយើងហ្នឹងហើយបើយើងទៀមទាអញ្ចឹងបានដីថាយើងអត់តន់ជួតជ្រាបដល់បរមត្តធម៌ឯនោះយើងដែលផ្សេងគ្នាមកពីបរមត្តផ្សេងណាហ្នឹងហើយហើយដល់យើងចូលដល់បរមត្តដែលផ្សេងអាហ្នឹងយើងព្រមហើយបើថាមនុស្សយើងអាចអត់ព្រមធ្វើអីអញ្ចេះធ្វើអីអញ្ចោះមិនសមរម្យមិនត្រូវគេឯងអីចឹងទៅមិនត្រូវនឹងយើងអីហ្នឹងប៉ុន្តែដល់តែយើងចូលដល់បរមត្តវាអត់មានអត្តាហ្នឹងហើយវាមានតែផលរបស់បច្ច័យអញ្ចឹងផលរបស់បច្ច័យយើងទៅប្រកាន់ដែរយើងទៅទាស់ដែរបើបច្ច័យយ៉ាងណាកើតយ៉ាងហ្នឹងហ្នឹងហើយផលរបស់បច្ច័យអត់ទាំងមានខ្លួនឯងផងហ្នឹងហើយយើងទៅប្រកាន់ផលរបស់បច្ច័យយ៉ាងម៉េចប្រកាន់ផលរបស់បច្ច័យគ្មានទៅឈឺក្បាលលើមុខអីដូចពលឺថ្ងៃទេចឹងណាថាក្តៅណាថាមិនសូវក្តៅអីស្រេចតែហ្នឹងទៅតែក្តៅហ្នឹងពលឺហ្នឹងមានខ្លួនឯងអីណាមានព្រះអាទិត្យក៏ភ្លឺទៅក្តៅទៅហ្នឹងឯងផលរបស់បច្ច័យហ្នឹងគឺថាបង្កប់ពីជាមិនបានខ្លឹមសារសពេធម្មេអនត្តាហ្នឹងហើយបង្កប់ពីជាមិនបានគម្រាមកំហែងមិនបានណាំបកក៏មិនបានសោកប៉ាន់ក៏អត់បានដែរមានបច្ច័យបានកើតត្រឹមត្រូវណាដល់ទៅយើងមកអប់រំចិត្តទៅយើងគាត់ថាព្រមទៅតាមអ្វីដែលត្រឹមត្រូវហ្នឹងណាហ្នឹងហើយបើថាក្នុងពុទ្ធអង្គមានតែត្រូវតែយ៉ាងណាក្នុងសភាវៈធម៌ពិតគឺមានតែត្រឹមត្រូវអាហ្នឹងឯងដែលយើងត្រូវអស់ទិដ្ឋិអស់តណ្ហាហ្នឹងហើយដោយសារបញ្ញាចូលទៅដឹងថាអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមានអ្វីដែលរលត់គឺត្រូវតែរលត់ចឹងទទួលដឹងតែត្រឹមត្រូវវាអស់ទិដ្ឋិអត់មានត្រូវយល់ថាម៉េចទៀតក្រៅតែពីសេចក្តីពិតហ្នឹងហ្នឹងហើយវាដូចថាសែងសហ្នឹងចឹងហ្នឹងហើយហើយយើងគិតថាវាខ្មៅក្រហមទៅលឿងអីយ៉ាងម៉េចបើវាសប៉ុន្តែអានឹងដោយសារយើងភ្នែកភ្លឺយកយើងពាក់វ៉ែនតាខ្មៅពាក់វ៉ែនតាក្រហមពាក់វ៉ែនតាបៃតងធ្វើម៉េចមើលឃើញសដល់យើងពាក់វ៉ែនតាសហើយវ៉ែនតាដាក់ឲ្យភ្លឺទៀតណាដាក់ទៅច្បាស់ពួរសហ្នឹងយ៉ាងណាមិញសេចក្តីពិតហ្នឹងដូចពួរសអញ្ចឹងហ្នឹងហើយហើយធម្មចក្រខុដូចភ្នែកយើងដោះវ៉ែនតាខ្មៅវ៉ែនតាក្រហមបៃតងលឿងអីចេញទៅដាក់វ៉ែនតាសមកវ៉ែនតាធ្វើឲ្យភ្នែកភ្លឺទៀតដល់ច្បាស់ជាពួរសយ៉ាងណាមិញយ៉ាងកេញសមុទយៈធម្មំសព្វំតាំងនិរោធធម្មំតេធម្មចក្រខុហ្នឹងគឺឃើញអ្វីតាមទីក្តីពិតវាត្រូវអស់ទិដ្ឋិតណ្ហាគឺខ្សែហ្មងទេអស់ចាណាដែលយើងតែងតែពេញចិត្តចាប់យកល្ងងដដែលតោះចិត្តតោមនោះល្ងងដដែលហ្នឹងហើយចឹងព្រោះអវិជ្ជាតោមនោះប្រកបដោយមោហៈហ្នឹងហើយវាតែប៉ុណ្្នឹងចឹងសង្សារវត្តរហូតមកដល់ទៅជួបព្រះពុទ្ធអង្គព្រះអង្គម្ដែងថាមើលឲ្យឃើញអ្វីដែលជាសេចក្តីពិតហ្នឹងហើយកុំចេះតែតាមចិត្តយើងចង់អប់រំចិត្តឲ្យព្រមតាមសេចក្តីពិតនឹងវិញហ្នឹងហើយអញ្ចឹងបានដូចយើងដូចថាជាមិត្តភ័ក្តិអីចឹងណាមិត្តភ័ក្តិថាមានគុណធម៌ស្មើគ្នាបើថាវាមិនបានលើសហ្នឹងឯងក៏យើងឲ្យកិត្តិយសដល់គ្នាចឹងទៅថាវាលើសត្រូវគោរពដូចយើងគោរពព្រះសង្ឃប្រតិបត្តិល្អក្នុងធម្មវិន័យហ្នឹងចឹងទៅពងពោះហ្នឹងឯងបើនៅចឹងយើងទៅស្អប់អ្នកដែលទួនទៀតថាអត់ទេហ្នឹងត្រូវមេត្តាតាមហ្នឹងហ្នឹងឯងព្រឹកទៅមានសេចក្តីទុក្ខក៏កម្មយកសេចក្តីទុក្ខមកជាអារម្មណ៍នៃករណាទៅហ្នឹងបានយើងនៅតែជាកល្យាណមិត្តរបស់យើងអញ្ចឹងគោរពខ្លួនឯងអត្តកិរិយតាឲ្យកិត្តិយសខ្លួនឯងហ្នឹងហើយជាកម្លាំងចិត្តអញ្ចឹងទៅហើយក៏រាប់អានខ្លួនឯងមេត្តាករណាសង្គ្រោះខ្លួនឯងចាំបាច់គ្រប់មុខទាំងអស់យើងត្រូវជាទីពឹងនៃខ្លួនយើងហ្នឹងអត្តាហើយអត្តនោនេថាហ្នឹងឬក៏អត្តទីបាហ្នឹងឬក៏ដូចជាក្នុងសគាទវៈព្រះអង្គដែងណដ្ឋិអត្តសមੰពេមੰហ្នឹងហើយក្នុងឧទានក៏មាននៅក្នុងសគាទវៈក៏មានហ្នឹងហើយព្រះអង្គទ្រង់ប្ររពទៅលើសេចក្តីហ្នឹងដែលព្រះនាងម៉ាលិកាថាប្រកាសទៅតាមពុទ្ធរិកាតាមទីក្តីពិត
មិនក្រំតែនិយាយដើម្បីថាឲ្យអ្នកដទៃស្រឡាញ់ទេហ្នឹងឯងជាពិសេសបាតបសេនតិចហ្នឹងឯងតាមត្រាស់សួរថាបនាងអូនហ្នឹងស្រឡាញ់នរណាជាងគេចង់ឲ្យថាស្រឡាញ់ព្រះរាជាជាព្រះស្វាមីហ្នឹងហើយណា